គ្រូក៏ដូចជាសួស្តីទាំងអស់គ្នាខ្ញុំបាទឈ្មោះសុធីវឌ្ឍនៈមកពីសាកលវិទ្យាល័យ Norton ឆ្នាំទី2ឆមាសទី1វេនព្រឹកនៅថ្នាក់ MI7 អឺ Major Software Development តែថ្ងៃនេះខ្ញុំមានបទបង្ហាញមួយនិយាយអំពីការរក្សាទុកទិន្នន័យហាងកុំព្យូទ័រនៅក្នុង Microsoft Access ដែលបង្រៀនដោយសាស្ត្រាចារ្យអង្គសង្កសលលើ Subject Database ដែលសមាជិកក្រុមរបស់ខ្ញុំមានដូចជាខ្ញុំបាទផ្ទាល់ឈ្មោះសុធីវឌ្ឍនៈទី2ទុំតោ3នៅបញ្ញានិង4បងមេញយុទ្ធវណ្ណៈតែហាងលក់កុំព្យូទ័ររបស់ខ្ញុំហ្នឹងយើងចូលទៅកាន់កម្មវិធី Microsoft Access ផ្ទាល់ហ្មងទៅដែលខាងក្រុមខ្ញុំធ្វើហ្នឹងមានដូចជា7 table ដែល table នីមួយៗមានមុខងារផ្សេងៗគ្នាដូចជា table ទី1និយាយអំពី customer table ទី2 employee ID ទី3 home ទី4 product table 5 sell detail table 6 sell table 7 supply table ដែល customer table ហ្នឹងនិយាយអំពីអតិថិជនដែលមានបណ្ណាខ្លះដូចជាអានេះដែលខ្ញុំបញ្ចូលទិន្នន័យឲ្យស្រាប់ខាងខ្ញុំក្រុងខ្ញុំតេស្តទិន្នន័យឲ្យស្រាប់ table store អតិថិជននៃ employee ID អ្នកធ្វើការក្នុងហាងអីខ្លះអានេះ home នេះសម្រាប់ឲ្យយើងនឹងចូលទៅកាន់ table នីមួយៗសម្រាប់ឲ្យយើងរើសថាទៅខាង customer table employee product table អីចឹងអានេះ product table ដែល product ខាងកុំព្យូទ័រយើងនៅថាយើង product អីខ្លះមាន product អីខ្លះ ASUS MSI Anchor របស់ Microsoft អីចឹងណាតែក្នុងនោះមានដូចជា product name អានេះប្រភេទអីគេ gaming តម្លៃប៉ុន្មានក្នុង stock មានប៉ុន្មាន supply ណាអ្នកយើងទិញតាក់ទង supply ខាងណានេះ sell detail នោះអត់តចូលទិន្នន័យបើថាយើងលក់អីខ្លះបានអីខ្លះអានេះ sell table ពីយើងលក់ឲ្យទៅកាន់ customer អានេះថ្ងៃណា total amount ថា customer មួយហ្នឹងមានអីខ្លះគាត់ទិញអីខ្លះអស់តម្លៃប៉ុន្មានហើយត្រប់អានេះ supply ខាង supply table គឺយើងអ្នកដែលយើងទៅទិញតាក់ទងទិញពីខាង supply ដែលឲ្យយើងយកលក់តអានេះ supply name អានេះ contact person បណ្ណាគេអ្នកតាក់ទងទៅកាន់ supply នឹងដើម្បីទិញproduct នឹងមកយកមកលក់ក្នុងហាងអានេះ phone number របស់ supply email supply ហើយយើងទៅកាន់ database tool ដើម្បីទៅមើល relationship ដែលពួកខ្ញុំតវាភ្ជាប់ចូលគ្នាសូមខ្វែងអានេះចោលអស់សិនដើម្បីងាយស្រួលមើលsorry អស់សិនហើយទៅកាន់ database tool relationship នេះបាទគឺការដែលយើងត relationship វាទៅគ្នាពីមួយទៅមួយពី supply table មកកាន់ table product sell detail sell table នេះ customer table ទៅកាន់ customer ID មកយើងទៅមើលតម្រងទាំងអស់គ្នាពី form តម្រងវាដែលយើងបង្កើតនៅ table ដល់ពេលយើងចូល home ពេលខ្ញុំនិយាយមុនហ្នឹងអញ្ចឹង home គឺមើលតំណទៅកាន់ table នីមួយៗឬក៏ form នីមួយៗ customer នេះ customer ទី1ដែលពួកក្រុមខ្ញុំបញ្ចូលមុននឹងហើយអានេះ customer ចុងក្រោយអានេះបើយើងចង់មើល customer ផ្សេងទៀតនេះអានេះទៅយកទៅមកដាក់ឈ្មោះអីទេយើងក៏បញ្ចូលឲ្យដឹងថាវាដំណើរការអត់នេះសិតតែជួនcustomer ID នេះគឺ auto number ទេយើងដាក់ auto number ហើយ customer ទី17ឧទាហរណ៍ customer ទី17ឈ្មោះវណ្ណៈបងវណ្ណៈចាស់ VA WNAK ណាលេខទូរស័ព្ទគាត់092 961 761ចឹង email វណ្ណៈបយលយ
gmail.com ចឹង address គាត់ address គាត់នៅភ្នំពេញយើងដាក់ PP ចុះយើងបាច់អីបែងឆ្ងាយតែមក install ទុកហើយយើងខ្វែងចោលយើងទៅមើលទៅកាន់ table customer វិញតែមកគាត់អត់នេះឈ្មោះគាត់វណ្ណៈលេខទូរស័ព្ទ092 96 1761វណ្ណៈ email វណ្ណៈ boyloy address ភ្នំពេញ address ភ្នំពេញអូខេយើងមកកាន់ form home ទៀតយើងទៅ employee មួយឈ្មោះអីគេឈ្មោះតោ last name ទុំ position cleaner អូម៉ែ sell ចាស់ហើយយើងទៅមើលនៅ table employee ID នេះឈ្មោះតោហើយ first name តោ last name ទុំ position sell យើងមក form យើងវិញ home យើង product អូខេ product នេះ product ទី1យើងចុះហើយយើងទៅកាន់ product ចុងក្រោយមកទៅយើងចូលថ្មីproduct ថ្មីយើងដូចជាម៉ាកកុំព្យូទ័រខ្ញុំមិនសូវស្គាល់ច្រើនទេអញ្ចឹងអូខេដូចជាដាក់ Microsoft ចុះ COOST Microsoft ចុះប្រភេទអីគេ Office ICA អានេះប្រភេទ Office តម្លៃវាថា1 $200អូខេ200ចុះក្នុង stock យើងក្នុង stock យើងគឺយើងយកមក20ចុះ supply ID យើងថា supply ទី1ចុះអូខេ supply ទី1អូខេប្រៃថ្លៃពេកហើយដល់ 2000 ទេហេតាម200បានហើយ200បានហើយថ្មីមកយើងទៅកាន់product របស់យើងនេះ product ហ្នឹង Microsoft ប្រភេទ Office 1200តម្លៃក្នុងស្តុកមាន20 supply ទី1យើងតាក់ទង supply ទី1អ្នកទិញពី supply ទី1មក sell detail sell ID អូខេ sell ID ហើយយើងតបានលក់អានេះណា sell ID product ID គាត់ថា product ទី1មិញយើងដាក់លេខ1មក product ID product ទី1មិញដូចជា ASUS អញ្ចឹងយើងដាក់លេខ1មក quality គេទិញមកមានមកដាក់ហ្នឹងមកថាចំនួនតម្លៃហ្នឹងយើងបញ្ចូលតាមហ្នឹងអូខេមក home ដដែលយើងចូលទៅកាន់ sell នេះ sell ID 1នេះយើងមើល sell ចុងក្រោយមកហ្នឹងហើយយើងទៅកាន់ sell យើងផាត់ sell មួយទៀតចោះ customer ID លេខ1 sell date ថ្ងៃលក់ថ្ងៃម៉ានគាត់ថាលក់ថ្ងៃ4ហ្នឹងចោះគេថ្ងៃហ្នឹងទៅមក total amount 1200អូយស្អាតណាស់1200អានេះ photo យើងបាច់ដាក់ទេភាសាអត់មាន photo ឲ្យដាក់អញ្ចឹងយើងទៅកាន់ sell table វិញយើងឃើញនេះ customer ទី1 1200ដាក់មានរូបទេទៅមកទៅចំណុចចុងក្រោយជាចំណុច supplier ជាចំណុចចុងក្រោយក្នុងបច្ចេកឬក៏ assignment ដែលលោកគ្រូបានដាក់ឲ្យគឺ supplier អានេះក្នុងនេះមាន supplier 13នាក់មិញដូចជាយើងចូល product មួយថ្មីដូចជា Microsoft អញ្ចឹងចូល Microsoft product Microsoft ថ្មីអញ្ចឹងយើងថាមាន supplier ថ្មីមួយទៀតចុះ supplier name ជាតាចុះ supplier ថ្មីជាថាអ្នកតំណងទៅកាន់ supplier ហ្នឹងថាខ្ញុំផ្ទាល់ចុះលេខទូរស័ព្ទ016 47 46 65 email
ដូចជា A4 2 gmail.com អូខេហើយខ្វែងចាំមកបើយកខ្វែងទេតន័យវាអត់ទៅ store នៅtable ទេអញ្ចឹងយើងទៅមើល supply តាមអីនេះ supply ឈ្មោះជាតាអ្នកតំណងលេខទូរស័ព្ទហើយនិង email នេះជាចំណុចចុងក្រោយរបស់ការធ្វើបទបង្ហាញរបស់ខ្ញុំហើយសូមអរគុណលោកគ្រូក៏ដូចជាអ្នកទាំងអស់គ្នាដែលបានតាមដាននិងទស្សនាវីដេអូមួយនេះសូមអរគុណសូមជម្រាបលា